ក្នុងនាមជាគ្រូបង្រៀនគឺយើងមិនអាចយកទម្លាប់ខ្លះមកប្រើនៅក្នុងសម័យបច្ចុប្បន្ននេះទេនៅក្នុងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនពីមាត្រា1រហូតដល់មាត្រា27ដែលបានចងក្រងឡើងតាំងពី2008មកម្លេះដែលទទួលស្គាល់ដោយរដ្ឋាភិបាលជានៅក្នុងទាំងអស់នោះមាត្រាទាំងអស់នោះចាប់ពីមាត្រាទី1រហូតដល់មាត្រា27បានសរសេរយ៉ាងច្បាស់ទាក់ទងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននៅក្នុងនោះមិនលើកទឹកចិត្តមិនគ្រប់គ្រងឲ្យដល់លោកគ្រូអ្នកគ្រូដែលដាក់ទរណកម្មសិស្សបែបហិង្សាដូចជាការសម្លុតគំរាមកំហែងឬក៏ការប្រើរំពាត់នោះទេចឹងហើយបើជិះវៀងបានគឺជិះវៀងទៅយើងអាចប្រៀបធៀបថាប្រសិនណាបើលោកគ្រូអ្នកគ្រូមានកូនខ្លួនឯងហើយត្រូវឲ្យទៅរៀននៅសាលានេះសាលានោះក្រោយមកលេចឮពីថាគ្រូត្រូវបានដាក់ពិន័យកូនរបស់ខ្លួនឯងហ្នឹងដោយដាក់ទណ្ឌកម្មដូចជាការឲ្យធ្វើការងារធ្ងន់ធ្ងរណារែកស៊ីលីសៃឬក៏លោកគ្រូអ្នកគ្រូសាលានោះត្រូវបានវាយដោយរំពាត់ដោយបន្ទាត់ដៃយ៉ាងម៉េចក៏ដោយនៅពេលដែលអ្នកគ្រូលោកគ្រូដឹងអញ្ចឹងមានអារម្មណ៍យ៉ាងម៉េចដែរសប្បាយចិត្តទេខ្ញុំធ្លាប់ធ្វើដោយខ្លួនឯងផ្ទាល់ខ្ញុំធ្លាប់វាយសិស្សសារភាពខ្ញុំធ្លាប់វាយសិស្សហើយវាយមិនល្មមទេវាយឡើងបែកឈាមនោះប៉ុន្តែយករឿងខាងដើមហើយយកមកគិតឥឡូវសួរថាយើងធ្វើរឿងទាំងអស់នោះដើម្បីអីយើងបំណងរបស់យើងគឺធ្វើឲ្យបានល្អហើយដើម្បីកែតម្រង់ទិសសិស្សនឹងកុំឲ្យវាខូចវាខើទៀតប៉ុន្តែខ្ញុំគិតថាវាមិនមែនជាដំណោះស្រាយត្រឹមត្រូវទេកុំល្អជាងហើយលោកគ្រូអ្នកគ្រូនៅក្នុងសម័យនេះសម័យបច្ចេកវិទ្យាមានទូរស័ព្ទដៃគ្រប់ដៃមានកុំព្យូទ័រគ្រប់ដៃអញ្ចឹងគួរតែសិក្សាឆ្វេងយល់ឲ្យបានច្បាស់តាក់ទងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននេះខ្ញុំគិតថាបើសិនជាលោកគ្រូអ្នកគ្រូទាំងអស់ដែលបានសិក្សាយល់តាក់ទងទៅនឹងច្បាប់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនខ្ញុំគិតថាគឺពិតជាល្អមែនទែនហើយមួយទៀតការបង្រៀនអ្នកដទៃនេះពិបាកណាស់គឺពិបាកជាងបរៀនខ្លួនឯងហើយការបង្រៀនខ្លួនឯងនេះក៏ពិបាកដែរអញ្ចឹងឲ្យយល់សំបីខ្លួនយើងនេះដែលយើងនៅជាមួយខ្លួនឯងរាល់ថ្ងៃរាល់ពេលរាល់វេលាសំបីតែពេលដេកចូលបន្ទប់ទឹកចេញពីបន្ទប់ទឹកទៅណាកន្លែងណារាប់ខែរាប់ឆ្នាំរហូតដល់ជីវិតចុងក្រោយនៅតែលុតដំហ្វឹកហាត់ខ្លួនឯងមិនបានផងចុះតម្រាំអ្នកដទៃដែលក្រៅពីខ្លួនយើងតើឲ្យអ្នកនោះបុគ្គលនោះតម្រូវចិត្តរបស់យើងឲ្យត្រូវត្រង់យ៉ាងដូចម្តេចបានមិនអាចទេដូច្នេះកុំទៀមទាអ្វីគ្រប់យ៉ាងនៅជុំវិញជីវិតរបស់យើងហ្នឹងឲ្យវាមកតាមចិត្តរបស់ដែលយើងចង់ជាពិសេសគឺក្នុងនាមយើងជាគ្រូបង្រៀនខ្ញុំជាគ្រូបង្រៀនខ្ញុំយល់អារម្មណ៍ហ្នឹងទោះបីខ្ញុំគ្មានបទពិសោធន៍ច្រើនឆ្នាំក៏ដោយប៉ុន្តែខ្ញុំបានសិក្សាបានតិចតួចអញ្ចឹងគឺថាជាពិសេសគឺតាក់ទងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននេះគឺខ្ញុំបានអានចប់ហើយមិនមែនអានតែម្ដងទេអានហើយអានទៀតអានហើយយកមកគិតខ្ញុំគិតថាវាពិតជាល្អមែនទែនហ្នឹងពីព្រោះខ្ញុំមិន support ខ្ញុំក៏មិនលើកទឹកចិត្តចំពោះលោកគ្រូអ្នកគ្រូណាដែលដាក់ទណ្ឌកម្មទៅកាន់សិស្សធ្ងន់ធ្ងរពេកឬក៏ការប្រើប្រាស់ពាក្យសម្ដីធ្ងន់ធ្ងរពេកនោះគឺខ្ញុំមិនលើកទឹកចិត្តទេខ្ញុំមិនគ្រប់គ្រងទេនេះខ្ញុំមិនមែនចូលរួមកាន់ជើងសិស្សអីទេណាប៉ុន្តែជាការចែករំលែកចំណេះដឹងខ្លះៗដែលខ្ញុំបានអាននៅក្នុងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននេះគឺខ្ញុំគិតថាវាល្អមែនទែនវាជៀសផុតពីការបៀតបៀនធ្វើទរណកម្មលើកុមារគ្រូអ្នកគ្រូកុំគិតថាខ្លួនអានតែខ្លួនឯងគ្រូហើយវាយសិស្សយើងវាយពួកគាត់វាយខុសទាំងពីរមួយខុសក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនទី2គឺខុសច្បាប់ពីព្រោះយើងធ្វើទរណកម្មលើកុមារហើយកុមារមានសិទ្ធិប្រមាណអាហ្នឹងអ្នកគ្រូលោកគ្រូដឹងណាអញ្ចឹងទៅយល់កន្លែងហ្នឹងបើសិនជាមិនយល់កន្លែងហ្នឹងទេយើងធ្វើតាមកំហឹងធ្វើតាមការក្តៅក្រហាយចិត្តប្រាប់ឆ្វេងទៅស្ដាំប្រាប់ស្ដាំទៅឆ្វេងចេះមួយចុះពីរ
ចឹងអាចមានហេតុផលច្រើនយ៉ាងហើយនឹងបញ្ហាច្រើនយ៉ាងនឹងកើតឡើងមិនខានទេហើយសម័យបច្ចុប្បន្ននេះទៀតសោតជាសម័យបច្ចេកវិទ្យាសម័យ Facebook TikTok YouTube តែមានបញ្ហាអីបន្តិចគឺលោកគ្រូអ្នកគ្រូអាចមានគេឈ្មោះមិនល្អនៅលើបណ្ដាញសង្គមមិនខានទេចឹងហើយការធ្វើនេះគឺជាការការពារខ្លួនឯងផងហើយជាការធ្វើជាគំរូណាធ្វើជាគោលដល់លោកគ្រូអ្នកគ្រូធ្វើជាគំរូដល់សិស្សរបស់យើងគ្រប់ជំនាន់ដែលគាត់មករៀនជំនឿចិត្តរៀនអបខតែមិនដែលរំពាត់គាត់សប្បាយចិត្តប៉ុន្តែជាករណីគាត់មកហើយបែរជាបានមួយថ្ងៃពីរថ្ងៃត្រូវរំពាត់គ្រូមួយថ្ងៃពីរថ្ងៃត្រូវបានគ្រូស្រីបន្ទោសឲ្យខ្លាំងមឹងឯងហងសពរូបការទៅវាទៅជាមានឈ្មោះមិនល្អហើយមនុស្សយើងមានមាត់វែងជាងស្ទឹងនេះគឺជាសារខ្លីប៉ុណ្ណោះហើយបើលោកគ្រូអ្នកគ្រូដែលមិនទាន់បានអានសូមអញ្ជើញទៅអានចូលអានសើចទៅដាក់ក្រមសិលធម៌វិជ្ជាជីវៈគ្រូបង្រៀនអញ្ចឹងវានឹងចេញមករូបភាពអត់ទៅទំព័រមិនច្រើនទេទំព័រប្រហែលជា22ទំព័រប៉ុណ្ណឹងទេមិនច្រើនទេហើយអក្សរធំងាយសនុកមើលអានយល់មិនមែនជាភាសាបរទេសតែជាភាសាជាតិរបស់យើងបាទសូមអរគុណ